Okay, that's all today denganគ្នាស្វាគមន៍មកកាន់ Q&A episode 2 ដែលជាសំណួរ from my students okay តោះអញ្ចឹងថ្ងៃនេះខ្ញុំនឹងព្យាយាមធ្វើឲ្យបានច្រើនបាទសំណួរមានអ្នកដែលថាឯងចាប់អារម្មណ៍ហើយទៅនៅបាទសំណួរពី Radis បាទសម្រាប់សប្តាហ៍ថ្ងៃអត់មានទេកូនអត់ដូចជាអត់តន់មានណាចាប់អារម្មណ៍បែបស្នេហាហ្នឹងតែបើពីមុនធ្លាប់អញ្ចឹងណាក្រោយមកក៏ចំណងនៅខាងហ្នឹងមិនថាមិនស្រឡាញ់អីទេគាត់ថាយើងនៅតែស្រឡាញ់គាត់ថាបើថាអ្នកចាប់អារម្មណ៍វាអត់មានទេព្រោះឥឡូវយើងកំពុងតែ focus លើខ្លួនឯង I'm trying to improve myself អូខេព្យាយាមអភិវឌ្ឍខ្លួនឯងហើយឥឡូវយើងមានគោលដៅយើងទៅយើង yes concentrate ទៅលើគោលដៅទាំងអស់ហ្នឹងជាងអារឿងហ្នឹងអញ្ចឹងអារឿងហ្នឹងចាំគិតវាក្រោយបាទសំណួរបន្ទាប់ពីបញ្ញា What phone do you want to buy បាទ What phone do you want to buy for me to be honest I would love to buy an iPhone and I like Samsung's also I also like Samsung ពី brand ហ្នឹងចូលចិត្តទាំងពីរព្រោះថតស្អាតខ្ញុំចូលចិត្តថតអញ្ចឹងខ្ញុំស្រឡាញ់ទាំង iPhone និង Samsung ហើយមាន brand មួយចំនួនទៀតដែលគេស្អាតថតស្អាតនេះគាត់ថាខ្ញុំអត់ស្គាល់អញ្ចឹងហើយអត់ដែលដឹងហ្នឹងតែបាទសំណួរបន្ទាប់ពីកប៉ៅបាទអានេះជា nickname របស់គាត់ដែលឈ្មោះគាត់គឺសក្កណាបាទគាត់សួរថាតើឈើចង់បានអ្វីពីអនាគតចង់បានអ្វីអូអញ្ចឹងសំណួរនេះល្អអញ្ចឹងខ្ញុំនឹង share ទៅគ្នាយើងអញ្ចឹងនៅថ្ងៃអនាគតបើនិយាយពីចង់បានអីខ្ញុំសូមនិយាយពីរបស់ខ្ញុំអាច share អីផ្សេងពីខាងពីរបស់ហ្នឹងអញ្ចឹងរបស់ដែលខ្ញុំចង់បានគឺម៉ូតូធំ sorry for the noise ម៉ូតូធំផ្ទះហើយនឹងឡានដីផ្ទះឡានណាខ្ញុំចង់បាន3នឹងធំសំខាន់ដែលខ្ញុំនឹងយកមុនគេហើយគេសំដៅបន្ទាប់បាទចាឯងធំឡើងយកប្រពន្ធប្រមាណហើយយកធ្វើអីបាទពីរតនានិយាយរឿងប្រពន្ធនេះបើសួរថាធំទៅយកប៉ុន្មានធំទៅយកមួយគឺយកអីច្រើនដឹងមួយមានលទ្ធភាពចាំគេអត់រូបតនៅថ្ងៃអនាគតចង់រស់នៅទីណាដែរសំណួរពីលីណាអូខេអញ្ចឹងខ្ញុំនឹងឆ្លើយឲ្យចេញពីបេះដូងបណ្ដោយណាថាថ្ងៃអនាគតខ្ញុំចង់ទៅណាអញ្ចឹងថ្ងៃអនាគតបើនិយាយពីកន្លែងនៅបណ្ដោយកន្លែងដែលយើងត្រូវ settle down ហើយមាន family មានអីខ្ញុំ prefer ទៅនៅបរទេសខ្ញុំចង់ទៅនៅបរទេសប្រទេសដែលខ្ញុំចង់នៅខ្ញុំនៅ America ឬក៏ Australia ខ្ញុំចង់នៅពីហ្នឹងអញ្ចឹងណាមួយណាក៏បានដែរហើយលក្ខខណ្ឌមួយទៀតហ្នឹងគឺខ្ញុំចង់ឲ្យគ្រួសារខ្ញុំទៅដែរមានបងប្អូនឬក៏ពុកម្ដាយបង្កើតបងប្អូនបង្កើតពុកម្ដាយហ្នឹងគាត់ move ទៅជាមួយខ្ញុំអានេះជាអីដែលខ្ញុំចង់បានតែបើគាត់ខ្លួនឯងគាត់ចង់ទៅមួយយើងអត់ដឹងទេសំណួរបន្ទាប់ពីអាយ៉ាបាទពេលដែលគេនិយាយលក្ខណៈបែបមើងងាយឆើមានអារម្មណ៍ថាអន់ចិត្តឬខឹងគេអត់ពេលដែលគេនិយាយមើងងាយមកយើងសម្រាប់ខ្ញុំដំបូង first impression គឺខ្ញុំអន់ចិត្តហើយខ្ញុំឆ្ងល់ថាហេតុអីបានជាគេត្រូវមកនិយាយអញ្ចឹងហ្នឹងណាជា first impression ហើយបន្ទាប់យើងត្រូវតែគិតមើលពីការនិយាយមើងងាយរបស់គេហ្នឹងថាគេមើងងាយហ្នឹងវាមិនក្នុងន័យល្អមិនល្អគេនិយាយហ្នឹងវាជារឿងពិតអត់អញ្ចឹងណាបើមិនពិតទេក៏ពុំខ្វល់ច្រើនអញ្ចឹងណាបើពិតយើងមានកន្លែងណាគួរកែប្រែអូខេបាទសំណួរបន្ទាប់បាទពីD បាទថ្ងៃណាបានឆើឈប់កុហកខ្ញុំបាទថ្ងៃណាបានឆើឈប់កុហកខ្ញុំជាក់ស្ដែងនេះខ្ញុំអត់ដែលកុហកទេពីទូខ្ញុំធ្លាប់កុហកប៉ុន្តែក្រោយមកដូចជាតាំងពីទី10 11មកឡើងមកខ្ញុំអត់ដែលនិយាយកុហកទេព្យាយាមនិយាយអីដែលពិតត្រង់ហើយស្មោះត្រង់ទៅជាមួយគ្នាយើងអញ្ចឹងដូចជាអត់មានអីដែលថាកុហកគ្នាយើងទេបើអីដែលប្រាប់បានប្រាប់អីដែលប្រាប់មិនបានសុខចិត្តមិននិយាយអូខេអញ្ចឹងសម្រាប់ episode 2យើងប៉ុណ្្នឹងចាស់ដោយសារតែវាវែងដែរហើយ Thank you guys for watching bye bye